ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីរាប់អានទូទាំងប្រទេសខ្ញុំសូមតាមផ្ញើថាសូមឲ្យពុកម៉ែបងប្អូនឈប់ហៅភ្លេងពិណពាទ្យថាភ្លេងសៀមទៅព្រោះភ្លេងពិណពាទ្យជាភ្លេងរបស់ខ្មែរតាំងពីជំនាន់សោវរ្ម័នទី1ដល់ជ័យវរ្ម័នទី7លោកបន្សល់ស្នាដៃមកឧបករណ៍ភ្លេងហើយសៀមវាបានលួចចម្លងវងភ្លេងពិណពាទ្យរបស់យើងសម័យវាយបែកទៅទាញលងវែកហើយខ្ញុំសូមប្រាំផ្ញើពុកម៉ែបងប្អូនថាផ្លែរនាតនេះគឺតំណាងឲ្យចង្ការនាគខោរនាតនេះតំណាងឲ្យពពែនាគនិងតួខ្លួនដងខ្លួនអញ្ចឹងក្នុងអានាគទាំងមូលនេះគឺតំណាងឲ្យនាគឈ្មោលហើយពុកម៉ែបងប្អូនចង់ត្រូវការផ្លែអានាគຂະຫນាតលេខ1សំឡេងល្អអាស័យល្អຂະຫນាត30ពុកម៉ែបងប្អូនអាចតាក់ទងមកខ្ញុំបានអាចកម្មង់បានហើយខ្ញុំដាក់ជាវតែឧបករណ៍ប្រភេទលេខ1ទេព្រោះរបស់រយគឺខ្ញុំអត់លក់ទេគឺខ្ញុំអត់ធ្វើទេហើយពុកម៉ែត្រូវការយកទៅតាំងមុខអាសនៈក៏បានយកឲ្យកូនរៀនលេងក៏បានតាំងនៅរីសតក៏បានស្ថានភាពក៏បានខ្ញុំមានជាវអញ្ចឹងពុកម៉ែបងប្អូនខ្ញុំប្រាប់ថាភ្លេងអ្នកដែលចេះភ្លេងពិណពាទ្យគឺតំណាងធាតុទេវតាទី1ដោយសារកត្តាទី1ដោយសារយើងមើលកនូរូបកនូក្នុងពហិមានពិននិងផ្លុយឬស្រឡៃដោយសារយកគ្រឿងខ្សែបូកជាមួយគ្រឿងដំបង្កើតជាវងភ្លេងពិណពាទ្យយកពិនបូកជាមួយពាទ្យហើយរួមចូលបញ្ចូលគ្នាវាคล้ายជាភ្លេងពិណពាទ្យអញ្ចឹងហើយពេលភ្លេងពិណពាទ្យហ្នឹងភ្លេងដូចថាភ្លេងតំណាងឲ្យទេវតាហ្នឹងអំពើទេវតាលោកអាពាទ្យលោកចង់ស្ដាប់ដូរតន្ត្រីអញ្ចឹងមានទេវតាចេះដូរតន្ត្រីអញ្ចឹងប្រគំដើម្បីឲ្យលោកតោតឬមួយលោកស្ដាប់ដល់ពេលអញ្ចឹងជំងឺជាតិដែលក្នុងរូបរាងកាយដែលលោកមិនស្រួលក្នុងហារតីអីលោកបានជាសះស្បើយហើយសំឡេងតន្ត្រីពិណពាទ្យនេះអាចព្យាបាលជំងឺផ្លូវចិត្តរបស់មនុស្សសពសត្វលោកទាំងឡាយទាំងអស់ហើយវងភ្លេងពិណពាទ្យសំឡេងភ្លេងពិណពាទ្យនេះគឺបំរើទៅដល់ឋានទេវលោកឋានទេវតានិងឋានកតាហើយបំរើដល់ព្រលឹងបុព្វបុរសដើម្បីអីដើម្បីប្រគំឲ្យមានឫទ្ធិអំណាចអញ្ចឹងយើងមានចាប់អារម្មណ៍ថាកន្លែងបុរាណមួយទីតួប្រាសាទឬមួយកន្លែងអ្នកតាឲ្យថ្ងៃសិលឬសំឡេងភ្លេងពិណពាទ្យអញ្ចឹងយើងគួរឲ្យដឹងថាភ្លេងនេះជាភ្លេងរបស់ទេវតាយើងអ្នកភ្លេងក៏យើងមានធាតុទេវតាប៉ុន្តែយើងអត់ស្គាល់ខ្លួនឯងច្បាស់ព្រោះយើងអាចបានគ្រប់គ្រងរក្សាសិលអញ្ចឹងពុកម៉ែបងប្អូនត្រូវការផ្លែរនាតដែលល្អលេខ1ຂະຫນាតចាំងវាងឌីដែលលោកនៅក្នុងវាំងមានកូនសិស្សផ្ទាល់ធ្វើហើយផ្លែរនាតនេះប្រភេទផ្លែរនាតលេខ1ធានាគុណភាពអាស័យចាស់សំឡេងល្អគុណភាពល្អអញ្ចឹងចង់បានតាក់ទងខ្ញុំតាមឆាតនិងតាមលេខទូរស័ព្ទ093 61 71 40គុណអរគុណច្រើនជូនពរប្រជាជនទាំងអស់សុខហើយតែចម្រើន